Rương ạ tệ trà rệ nặt thầy Tô cám có bọt chất xòa mày Knong sạ mai cá này Presama Samput Kasapa Miên phệ rì dí rọ bò ụ bà sọ chia sao ta pan nạ mà nẹ Chi srei đà có bọt chất xòa mày ụ bà sọ nú khơi nở haiประพฤติបំពេញយ៉ាងប្រតិចៈហើយពោលសួរថាព្រោះហេតុអ្វីបានជានាងប្រព្រឹត្តមិនគប្បីយ៉ាងនេះភរិយាក៏បានពោលស្បត់ស្វាយថាប្រសិនបើខ្ញុំធ្វើយ៉ាងនឹងមែនសូមឲ្យឆ្កែនេះខំជញ្ជែងស៊ីខ្ញុំកុំបីខានព្រោះជាអ្នកប្រព្រឹត្តក្បត់ស្វាមីរបស់ខ្លួនលុះនាងនោះស្លាប់ទៅក៏បានទៅកើតជាប្រែតមួយឈ្មោះថាវេមានិកានៅឯក្នុងស្រះឈ្មោះថាកណៈមុនដៈពេលថ្ងៃសោយសម្បត្តិទឹកហើយពេលយប់រងទុក្ខវេទនាជាខ្លាំងថ្លែងអំពីព្រះចៅក្រុងពរិណស័យឯនោះវិញទ្រង់ស្ដេចចេញប្រពាតព្រៃដើម្បីធ្វើការបរបាញ់សត្វមរគីក៏ទៅដល់ស្រះមួយកាន់ដៈមុនដៈនោះតាមលំដាប់នោះសោយសម្បត្តិជាមួយនាងប្រែតនោះបានន័យថានៅរួមរស់ជាមួយនឹងនាងប្រែតណានាងវេមានិកានោះមិនឲ្យព្រះរាជាជ្រាបដំណឹងនោះសោះឡើយអំពីរឿងរងទុក្ខវេទនាក្នុងពេលយប់បានន័យថានាងវេមានិកានោះគឺជានាងប្រែតនឹងឯងគឺនៅរួមរស់ជាមួយនឹងព្រះរាជាគឺស្រឡាញ់គ្នាល្អល្អណាស់ណាឲ្យដឹងនឹងតែពេលដែលរួមនៅសេចក្តីសុខក៏ប៉ុន្តែរឿងដែលទទួលរងទុក្ខទោសនៅពេលយប់គឺគាត់លាក់មិនឲ្យព្រះរាជាដឹងនោះទេព្រះរាជាក៏ទ្រង់មានព្រះតម្រិះថាស្ត្រីនេះទៅណាអញ្ចាដល់ពេលលុះជ្រាបហើយក៏ស្ដេចយាងទៅប្រថាប់ឈរចិត្តអំពីក្រោយខ្នងនាងក៏ស្រាប់តែឃើញឆ្កែមួយដែលបោលចេញអំពីស្រះកណៈមុនដៈនោះលឺសូបដៈខខទៅបហូតដាវកាប់ឆ្កែមួយវឹបដាច់ជាពីរកំណាត់នោះហើយឆ្កែនោះក៏បានคล้ายទៅជាឆ្កែពីរព្រះរាជាក៏បានកាប់ឆ្កែនោះជាកំណាត់ទៀតក៏បានទៅជា4កំណាត់ហើយ4កំណាត់នោះក៏คล้ายទៅជាឆ្កែចំនួន4ទៀតព្រះរាជាក៏បានកាប់ឆ្កែនោះជាកំណាត់ទៀតគឺ8កំណាត់ហើយអា8កំណាត់នោះក៏คล้ายទៅជាឆ្កែទាំង8ព្រះរាជាក៏ទ្រង់កាប់ឆ្កែទាំង8នោះជាកំណាត់តទៅទៀតបានន័យថាបាន16កំណាត់ហើយអាកំណាត់ទាំង16កំណាត់នោះក៏คล้ายបានទៅជាឆ្កែ16ថែមទៀតនៅពេលនោះនាងវេមានិកាក៏បានពោលថាបបិទ្ធព្រះរាជស្វាមីស្ដេចទ្រង់ធ្វើអ្វីនេះព្រះរាជាក៏បានពោលសួរទៅនាងវិញថានេះជាអ្វីនាងវេមានិកាក៏បានពោលប្រាប់ថាព្រះអង្គកុំទ្រង់ធ្វើយ៉ាងនេះឡើយសូមស្ដេចស្ដោះទឹកមាត់ទៅលើដីវិញហើយក៏ទ្រង់ឆ្លីដោយព្រះបាទទៅព្រះរាជាក៏ទ្រង់ធ្វើតាមការដែលនាងនោះប្រាប់កាយទាំង16នោះក៏បាត់រូបរាងបាត់ទៅនិយាយអំពីកម្មរបស់នាងវិញម្ដងនាងក៏អស់កម្មនៅក្នុងថ្ងៃនោះផងដែរព្រះរាជាក៏ទ្រង់មានព្រះរាជចិន្តាវិបដិសារីដ៏ក្រៃពេកទើបទ្រង់ប្រារព្ធនឹងយាងត្រឡប់ទៅនគរវិញចំណែកឯនាងប្រែតនោះក៏បានពោលខត់ថាបបិទ្ធព្រះស្វាមីកម្មរបស់ទូលបង្គំជាខ្ញុំអស់ហើយក្នុងថ្ងៃនេះសូមព្រះករុណាជាម្ចាស់ស្ដេចកុំយាងទៅនៅរួមរស់ជាមួយគ្នានៅក្នុងទីនេះហើយទោះបីជាអង្វរយ៉ាងណាក៏ដោយព្រះរាជាក៏មិនទ្រង់នៅសណ្ដាប់នោះសោះស្ដេចក៏បានយាងទៅនគររបស់ព្រះអង្គវិញ